នាងខ្ញុំតែងតែទទួលបាននៅសំណួរបងប្អូនដែលតែងតែសួរខ្ញុំថាចង្ក្រានរបស់គាត់ស្ថិតនៅក្នុងទិសខាងជើងឬក៏ជើងឈៀងលិចតើល្អដែរទេក្នុងករណីដែលមិនល្អតើគួរគប្បីឲ្យគាត់ជ្រើសរើសទីតាំងណាមកជំនួសបើខ្ញុំឆ្លើយជាលក្ខណៈទូទៅទិសដែលអាចដាក់ចង្ក្រានបានមានទិសខាងជើងឈៀងខាងកើតត្បូងឈៀងលិចត្បូងឈៀងកើតទិសខាងកើតហើយនិងទិសខាងត្បូងប៉ុន្តែក្នុងករណីដែលយើងចង់បានទិសដែលមានលក្ខណៈល្អប្រសើរប្រើជាអចិន្ត្រៃយ៍យើងគួរគប្បីជ្រើសរើសដោយពឹងផ្អែកទៅលើកត្តាជាច្រើនយ៉ាងរួមបញ្ចូលគ្នាទី1ថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់ផ្ទះទី2ខួយនៃផ្ទះទី3តើផ្ទះរបស់យើងបែរទៅចំទិសឬអង្សាណាទី4តើការរៀបចំចង្ក្រានរបស់យើងគឺត្រឹមត្រូវទៅតាមក្បួនខ្នាតដែរទេមានន័យថាចង្ក្រានត្រូវមានខ្នងបង្អែករឹងមាំកន្លែងលាងចានហើយនឹងចង្ក្រានមិនត្រូវស្ថិតនៅជិតគ្នាឬក៏ទល់មុខផ្លូវដើរឬក៏ទ្វារបើកមិនត្រូវបុកចំចង្ក្រានទី5ពេលវេលានៃការដាក់តាំងឬក៏ការប្រើប្រាស់ចង្ក្រានជាលើកដំបូងត្រូវដឹងថាជាពេលវេលាដ៏ល្អប្រសើរមួយដែលយើងមិនអាចមើលរំលងបានបូករួមទាំងអស់នេះបញ្ចូលគ្នាបង្កើតបានទៅជាទីតាំងដ៏ល្អមួយក្នុងការដាក់តាំងចង្ក្រាននិងការប្រើប្រាស់ដែលមានលក្ខណៈជាអចិន្ត្រៃយ៍អរគុណចំពោះការតាមដានស្ដាប់បងប្អូន